បាទសូមជម្រាបសួរប្រិយមិត្តដែលជួយស្ដាប់រឿងនៅក្នុង Channel និទានរឿងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមកមួយទៀតហើយដែលចែកជូនដល់អ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តចាំមុននឹងយើងចូលទៅដល់សាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុច Like Subscribe និង Share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តផងអញ្ចឹងគឺបើក្បាលសាច់រឿងមកគឺនិយាយពីបរិមម្នាក់ឈ្មោះថាប្រុសម៉ៅអញ្ចឹងប្រុសម៉ៅគឺគាត់បានទទួលដំណឹងថាម្ដាយគាត់នឹងបានឈឺដល់ពេលគាត់ទទួលបានដំណឹងហ្នឹងគឺមានអ្នកទេមកប្រាប់គាត់នៅពេលយប់ពេលហ្នឹងប្រហែលជាម៉ោង11 12ឯហើយប៉ុន្តែគឺគាត់ត្រូវតែទៅខេត្តគាត់ភ្លាមគឺខេត្តបាត់ដំបងអញ្ចឹងក៏គាត់បានដើរទៅម្ដុំផ្សារចាស់ហើយក៏គាត់បានខំដើររឡាននៃដែរដោយសារតែកន្លែងដែលគាត់ស្នាក់នៅរងថ្ងៃហ្នឹងគឺវានៅជិតផ្សារចាស់ដែរទៅក៏គាត់បានខំប្រឹងដើររឡានណាដែលនៅជិតផ្សារចាស់អញ្ចឹងហើយពេលហ្នឹងគឺគាត់ខំដើររគឺអត់ឃើញឡានណាមួយហ្មងតែពេលហ្នឹងគឺគាត់បានឃើញឡានតូរីសពណ៌សមួយពេលគាត់ឃើញឡានតូរីសពណ៌សហ្នឹងក៏គាត់បានដើរទៅឡានហ្នឹងហើយដល់ពេលហ្នឹងគឺអ្នកបើកបរឡានហ្នឹងក៏បានទម្លាក់កញ្ចក់មកឲ្យមុខស្មើហើយក៏បានលើកដៃ4ហើយពូហ្នឹងពូម៉ៅហ្នឹងខ្ញុំសុំហៅគាត់ពូម៉ៅចុះពូម៉ៅហ្នឹងក៏គាត់បានសួរថា40000មែនពូចឹងដល់ពេលនោះក៏ទៅកងឡានហ្នឹងអត់និយាយដែរហើយក៏ងក់ក្បាលហើយដល់ពេលនោះឡើងឡានតូរីសហ្នឹងទ្វារឡានក៏បានបើកនៅពេលដែលទ្វារឡានបើកគឺគាត់បានឃើញមនុស្សអង្គុយឡើងណែនប៉ុន្តែគឺអង្គុយបិទភ្នែកទាំងអស់គឺអង្គុយនៅស្ងៀមឲ្យបិទភ្នែកដល់ពេលនោះក៏គាត់បានជិះដល់ពេលដែលគាត់បានជិះទៅដល់កំពង់ឆ្នាំងក៏ស្រាប់តែទ្វារឡានក៏បានបើកហើយឡានក៏បានឈប់ដល់ពេលនោះក៏មានអ៊ំស្រីម្នាក់ដែលគាត់ចុះពីលើឡានហ្នឹងហើយគឺគាត់ចុះទៅដូចកន្លែងហ្នឹងគេហៅគេអាស្រមអ្នកតាអ្នកនរគ្នាគឺគាត់បានចុះទៅឈរនៅមុខអាស្រមអ្នកតាហ្នឹងដល់ពេលនោះក៏ពូម៉ៅហ្នឹងក៏បានងាកមើលក្រោយហើយក៏បានឃើញអ៊ំហ្នឹងងាកមើលពូម៉ៅហ្នឹងឡើងចំហ្មងតែអត់បើកភ្នែកទេគឺនៅបិទភ្នែកចឹងហើយគឺកន្លែងណាដែលគាត់ឈប់គឺភ្ញៀវទាំងអស់ចុះទៅគឺតែងតែឈរនៅមុខអាស្រមអ្នកតាទាំងអស់ហើយនៅពេលនោះក៏បានជិះទៅដល់បាត់ដំបងដល់ពេលដែលគាត់បានជិះទៅដល់បាត់ដំបងក៏ពូទៅកងឡានហ្នឹងក៏បានមើលតាមកញ្ចក់បាក់បយោទាំងអស់នេះក្នុងឡានហ្នឹងមានកញ្ចក់យើងនៅស្រាប់មើលអ្នកដំណើរនៅក្រោយចឹងពេលហ្នឹងក៏ពូនឹងបានមើលកញ្ចក់ហ្នឹងហើយក៏បាននិយាយគឺគាត់បានសម្រេចចិត្តថានិយាយថាដល់កន្លែងអូនឯងហើយប៉ុន្តែដល់ពេលនោះក៏គាត់បានងើបមើលភ្លាមហ្នឹងក៏ឡានហ្នឹងក៏បានរេចកូតទៅបុកនៅដើមឈើនៅម្ដុំភូមិគាត់ហ្នឹងដល់ពេលនោះគឺគាត់ងើបឡើងវិញពេលហ្នឹងក៏បានស្លាប់ហើយដល់ពេលដែលគាត់ងើបឡើងវិញក៏គាត់បានឃើញគាត់ហ្នឹងនៅផ្ទះពេលនោះគាត់ងើបនៅផ្ទះនៅស្រុកគាត់នេះហ្មងហើយពេលហ្នឹងអ្នកផ្ទះគាត់ក៏បានសួរថាអាម៉ៅហើយមកតាំងកាលណាម៉ៅហើយពេលហ្នឹងពូម៉ៅហ្នឹងក៏បាននិយាយថាខ្ញុំជិះមកពីពេញតាំងយប់មិញហើយតមកដល់ភូមិយើងហ្នឹងក៏ឡានបានដូចមានគ្រោះថ្នាក់អីចឹងណាហើយចឹងពេលហ្នឹងក៏អ្នកនៅក្នុងផ្ទះហ្នឹងក៏បានស្ងាត់មាត់ហើយក៏គាត់ថាគ្រោះថ្នាក់ទៀតណាចឹងដល់ពេលហ្នឹងក៏ពូម៉ៅក៏បានគាត់ទាញទូរស័ព្ទគាត់ហ្នឹងមកមើលចូលមើលព័ត៌មានឯកសារអីហើយនៅពេលហ្នឹងក៏គាត់បានឃើញឯកសារមួយនិយាយអំពីឡានបុកអីដើមឈើអីនៅក្នុងភូមិគាត់ពេលហ្នឹងគឺគាត់អានទៅគាត់មើលរូបគឺរូបគេបង្ហាញមកគឺឃើញអ្នកតាណានៅក្នុងហ្នឹងគឺដូចអ្នកតាណាដែលគាត់ជិះមកមួយទាំងអស់ហើយតកងឡានក៏តែមួយដែរហើយនៅពេលហ្នឹងក៏គាត់ភ័យសឹងតែជ្រុះទូរស័ព្ទពីដៃអញ្ចឹងគឺរឿងនេះគឺចាប់ត្រឹមនេះបងប្អូននេះគិតយ៉ាងម៉េចដែរបើសម្រាប់ខ្ញុំបើឲ្យខ្ញុំជួបរឿងអញ្ចឹងក៏ខ្ញុំខ្លាចដែរដោយសារតែពេលខ្លាចខ្ញុំហ្មងដោយសារតែអ្នកនរនេះគិតមើលពីពេញទៅដល់បាត់ដំបងជិះអញ្ចឹងក៏ប្រហែល8ទៅ9ម៉ោងណាអញ្ចឹងអ្នកនរនេះគិតមើលជិះស្មាតោះអ្នកនរនេះដឹងគាត់បានទៅដល់ខេត្តគាត់នៅស្រុកគាត់ហ្នឹងមិនទៅដោយសារតែស្មាតោះដូចជិះមួយខ្មោចអ្នកនរនេះឡានហ្នឹងដូចឡានខ្មោចហ្នឹងហ្មងហើយជិះមួយខ្មោចឡើង8 9ម៉ោងអញ្ចឹងខ្ញុំក៏ខ្លាចដែរចង់រឿងនេះគឺចាប់ដល់ត្រឹមនេះតែអ្នកខ្ញុំសង្កត់ថាអ្នកនរនេះជួយចាត់រឿងចាស់បន្តទៀតចង់ពីខ្ញុំបាននិទានរឿងសូមអរគុណសូមជម្រាបលាអ្នកនរនេះបាយ